ទាហានសៀមវាយប្រហារកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជាមិនមែនរឿងពង្វាយទឹកដីតែវាជាយុទ្ធសាស្ត្រយូរអង្វែងដានចាប់តាំងពីបញ្ឆេះសង្គ្រាមចូលឈ្លានពានកម្ពុជាជាថ្មីនៅថ្ងៃទី7 ខែធ្នូឆ្នាំ2025បន្តរហូតមកទល់នឹងថ្ងៃទី15 ខែធ្នូឆ្នាំ2025កងកម្លាំងយោធាសៀមបានប្រើសព្វវុធធនធានគ្រប់ប្រភេទរួមមានកាំភ្លើងធំរថក្រោះដ្រូនពិឃាតយន្តហោះចម្បាំង A16 និងសូម្បីតែផ្សែងពុលវាសធប់មកលើកម្ពុជាកាន់តែសាហាវនៅក្នុងខេត្តជាច្រើនដោយមិនរើសមុខតើហេតុអ្វីបានសៀមហ៊ានផ្កើនប្រធានអាស៊ាននិងសូម្បីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលជំរុញយ៉ាងទទូចឲ្យសៀមឈប់វាយប្រហារកម្ពុជាតើអ្វីជាហេតុផលនៅពីក្រោយទាហានសៀមសម្រុកវាយប្រហារកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជាតើសៀមចង់បានដីខ្មែរឬចង់បានអ្វីឲ្យពិតប្រាកដដើម្បីស្រាយចម្ងល់នេះអាដាមខៀវកញ្ញរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសំណេរនៅថ្ងៃច័ន្ទទី15 ខែធ្នូដែលបានលាតត្រដាងល្បិចរបស់សៀមដូចខាងក្រោមសៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជាមិនមែនរឿងពង្វាយទឹកដីនោះទេបើពង្វាយទឹកដីសៀមច្បាស់ជាប្រមូលផ្គុំកម្លាំងវាផ្ដាច់ចំណុចទាមទារមួយចំនួនហើយព្រោះពេលសៀមវាគ្រប់កន្លែងគឺចង់ឲ្យខ្សែការពារកម្ពុជាស្ដាងពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រកផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយតែពេលនេះចិត្តបោះឆ្នោតមានន័យថាទឹកដល់ច្រមុះទូស្រវាអោបគម្របខ្មោចឆ្កែក៏អោបដែរហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន3ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងដានយុទ្ធសាស្ត្រទាំងនោះគឺ1លើកទំនុកចិត្តប្រជាជនសៀមឡើងវិញឲ្យជឿថាសៀមនៅតែជាបងប្អូនក្នុងតំបន់ហេតុនេះមិនត្រូវមានអ្នកណាមកច្បូតពុកមាត់ខ្លាបានទេពិសេសកម្ពុជាដែលជាប្រទេសតូចតាចធ្លាប់ប្រហែមរហាមពីមុននៅក្រោយសម័យអ៊ុនតាក់ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី30ឆ្នាំមុនប្រជាជនសៀមការទំនុកចិត្តបានន័យថាសញ្ញាឆ្នោតគាំទ្រនឹងកើនឡើង2សង្កត់សេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចុះអាស្រ័យការបង្ខំឲ្យមានប្រជាជនភៀសសឹករាប់សែននាក់មកដល់ពេលនេះជិតកន្លះលាននាក់ហើយដែលនឹងក្លាយជាដុំថ្មមួយដែលរដ្ឋាភិបាលត្រូវទទួលបើគិតថាក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ$5រ៉ាប់រងម្ហូបអាហារទឹកជំរកថ្នាំពេទ្យតើត្រូវចំណាយប៉ុន្មានហើយនេះគឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំតែអ្វីដែលសៀមគិតមកដល់គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនដែលជួយបន្ថយបន្ទោសរដ្ឋាភិបាលមួយចំណែកធំអ្វីដែលកាន់តែពិសេសគឺចលនាប្រាប់រដ្ឋផលខ្មែរជួយខ្មែរធ្វើឲ្យខ្សែផលិតកម្មក្នុងស្រុកនិងការចំណាកក្នុងស្រុកកើនឡើងទៅវិញ3អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀមគឺជាការវិលុកកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជានិងធ្វើឲ្យពាក្យស្លោកយើងជឿជាក់រដ្ឋាភិបាលនិងវីរៈកងទ័ពយើងនឹងបេះដូងបន្តិចម្ដងរហូតរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិសៀមលើកនេះចាក់ធំតែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរតែយើងក៏ប្រយ័ត្នស្នៀតចន្លោះស្ដាំវាយឆ្វេងបើយើងប្រហែលគាត់បែរទៅជាសង្គ្រោះទីតាំងមួយចំនួនហើយនៅក្រៅក្នុងអមងទប់យើងដែលជាអ្នកឡើងវិញម្ដង